ជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំមានវីដេអូមួយដែលបងប្អូនប្រកាសជាបានដឹងហើយថាប្រហែលម៉ោងនេះមានការផ្ទុះព័ត៌មានខ្លាំងមែនទែនទាក់ទងនឹងទាហានខ្មែររបស់យើងដែលការពារនៅព្រំដែនខ្មែរថៃគាត់បានទទួលមរណភាពហើយសាកសពរបស់គាត់នឹងមើលទៅគឺអាណត្តិអធមខ្លាំងមែនទែនបងប្អូនក្នុងនាមខ្ញុំជាខ្មែរម្នាក់ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពហើយក៏សូមគោរពនៅការបូជាជីវិតសាច់ស្រស់ឈាមស្រស់ការការពារបរណភាពទឹកដីរបស់ប្រទេសកម្ពុជាខ្ញុំពិតជាមានការសោកសង្រេងហើយក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរហើយសង្ឃឹមថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នឹងមើលឃើញអំពីការបូជាជីវិតសាច់ស្រស់ឈាមស្រស់ពីការបរណភាពទឹកដីរបស់បងប្រុសដែលជាឬក៏លោកពូដែលជាទាហានដែលការពារនៅព្រំដែននោះដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ទូទាំងប្រទេសទាំងនៅក្នុងនិងក្រៅប្រទេសសូមធ្វើយ៉ាងណាដើម្បីឲ្យបានការចូលរួមរំលែកទុក្ខម្នាក់បន្តិចតាមទឹកចិត្តរបស់បងប្អូនខ្ញុំមិនមានអ្វីទេខ្ញុំមានតែម្រាមដៃ10និងបុណ្យកុសលដែលខ្ញុំបានធ្វើទាំងប៉ុន្មានកន្លងមកសូមឧទ្ទិសជូនសពរបស់លោកពូដែលជាទាហានការពារព្រំប្រទល់សូមឲ្យលោកពូជួបទៅកើតនៅទីកន្លែងណាដែលជាកន្លែងល្អប្រសើរនិងទីបរមសុខគ្រប់ជាតិសូមអរគុណ